បាទបងប្អូនទាយមើលថាខ្ញុំកំពុងតែនេះបេះស្លឹកអីដែរបងប្អូនទាយមើលបងប្អូនថាស្លឹកអីបាទហ្នឹងហើយបងប្អូនគឺថាស្លឹកម្ទេសបាទខ្ញុំបេះស្លឹកម្ទេសដែលធំអញ្ចឹងណាយើងយកអាណាធំបេះដើម្បីយកទៅស្លប្រហើរបាទដំបូងឡើយគឺខ្ញុំដើរបេះស្លឹកម្ទេសហើយទន្ទឹមគ្នាក៏ខ្ញុំបានមករកបេះស្លឹកនេះបងប្អូនស្លឹកងប់បាទស្លឹកងប់ដើម្បីយកទៅលាយជាមួយនឹងស្លឹកម្ទេសព្រោះយើងត្រូវយកទៅស្លប្រហើរជាមួយនឹងត្រពាំងបាទជាមួយនឹងទំពាំងច្រឡំត្រពាំងបងប្អូននិយាយខុសជាមួយនឹងទំពាំងរបស់យើងហ្នឹងគឺថ្ងៃនេះគឺចង់ស្លប្រហើរបាទនេះមកវិញហើយហុចឲ្យប្រពន្ធក៏អ្នកកាន់បន្លែបាទបន្លែនេះគឺសុំបេះនៅទីវត្តណាបងប្អូនបន្លែធម្មជាតិសុទ្ធសាធបងប្អូននេះគឺយើងបេះហើយស្លឹកងប់ហើយក៏យើងមានលាយជាមួយនឹងផ្ទីខ្លះដែរបងប្អូនបាទផ្ទីយើងនៅស្រែហ្នឹងឥឡូវយើងមកចាប់ផ្ដើមស្លគឺយើងចាក់ទឹកចូលក្នុងឆ្នាំងសិនបាទទឹកស្អាតរបស់យើងចាក់ចូលទៅក្នុងឆ្នាំងមកដាក់លៃលោកប៉ាន់ធ្វើម៉េចមកសាច់មកគ្រឿងមកបន្លែយើងណាបាទឥឡូវយើងមកកាច់ហ្គាសហើយយើងបងជាមួយនឹងមើមខ្ទឹមសបាទដើម្បីកាត់ឆ្អាបឥឡូវយើងដាំទឹកសិនទុកឲ្យទឹកពុះហើយនេះគឺជាបន្លែរបស់យើងរួមជាមួយនឹងសាច់ត្រីក៏ដូចជាមួយនឹងសាច់ជ្រូកជាដើមបាទនេះគឺទំពាំងរបស់យើងដែលយើងចាត់រួចរាល់ណាបងប្អូនបាទនេះគឺជាបន្លែយើងគឺយើងលាយជាមួយនឹងននោងដែរបាទឥឡូវយើងទឹកពុះហើយយើងដាក់ជាមួយនឹងអំបិលមួយស្លាបព្រាកាហ្វេមកបាទនៅពេលដែលយើងដាក់អំបិលគឺយើងដាក់ទំពាំងដើម្បីយើងនេះបងប្អូនយើងរងាស់វាសិនណារងាស់ឲ្យ5នាទីអីសិនទៅបាទឥឡូវយើងនៅពេលដែល5នាទីកន្លងទៅយើងរងាស់ហើយគឺយើងថែយើងមកបងជាមួយនឹងប្រហុកបាទនេះប្រហុកម៉ត់ស្រាប់គឺខ្ញុំបងតែម្ដងប្រហែលជា2ស្លាបព្រាបាយយើងណាតាមចំណង់ចំណូលចិត្តបងប្អូនណាចូលចិត្តប្រហុកតិចច្រើននេះគឺគ្រឿងមានរ៉ូឌីមានស្ករសមានអំបិលជាដើមហើយយើងមកលាយដាក់ក្នុងវែកហ្នឹងគឺយើងដាក់ចូលក្នុងឆ្នាំងបាទមានទឹកត្រីអីជាដើមណាបងប្អូនគ្រឿងណាបាទប៊ីចេងអីចឹងទៅបាទនេះបន្ទាប់មកទៀតគឺយើងដាក់ជាមួយនឹងសាច់ជ្រូកដែលយើងចិញ្ច្រាំហើយហ្នឹងហើយយើងក៏មកចាត់ជាមួយនឹងននោងរបស់យើងមកផ្លែដែរយើងលាយននោងមកផ្លែដែរបាទយើងដាក់ននោងចូលក្នុងឆ្នាំងហើយយើងទុកវាពុះតិចមកនេះពណ៌ស្អាតមែនទែនននោងស្រុកស្រែណាបងប្អូនណាបាទឥឡូវយើងមកថែមជាមួយនឹងបន្លែរបស់យើងចុងក្រោយគឺមានផ្ទីលាយជាមួយនឹងស្លឹកងប់លាយជាមួយនឹងស្លឹកម្ទេសដែលយើងបានបេះហ្នឹងគឺឃើញថាបៃតងខ្ចីសបន្លែបៃតងបាទហ្នឹងហើយបន្ទាប់មកទៀតគឺយើងទុកឲ្យពុះមកឲ្យឆ្អិនសាច់ត្រីឆ្អិនសាច់ជ្រូកមកគឺជាការស្រេចបាទហើយមួយទៀតគឺខ្ញុំចូលចិត្តញ៉ាំជាមួយនឹងអំបិលម្ទេសបាទអញ្ចឹងខ្ញុំមកបុកនឹងបុកអំបិលម្ទេសច្បាច់មួយក្រូចឆ្មាណាបងប្អូនណាបាទឥឡូវខ្ញុំបុកអំបិលម្ទេសបាទដើម្បីយកអំបិលហ្នឹងយកច្បាច់ក្រូចឆ្មាហើយបងប្អូនចូលចិត្តស្ករសអីគឺអាចបងថែមបាននេះប៉ុណ្ណឹងបាទអរគុណច្រើន